កម្មសកាមានអវៈសត្តាកម្មទាយាទាកម្មយោនីកម្មពន្ធុកម្មបដិសរណាកម្មੰសត្ទេវិភច្ចទាំងយតិទាំងហៃណបណៃតាយាតេដូច្នេះជាប្រធានឥឡូវនេះអាត្មាភាពនឹងប្រែសេចក្តីនៅក្នុងកម្មទាំង5យ៉ាងនេះហើយនឹងអធិប្បាយថ្វាយមហាបពិតតាមខ្សែពុទ្ធភាសិតនេះថាមានអវៈមនាលមាននុបសត្តាសត្វទាំងឡាយកម្មសកាមានកម្មជារបស់ខ្លួនកម្មទាយាទានឹងត្រូវទទួលនៅផលនៃកម្មកម្មយោនីមានកម្មជាកំណើតកម្មពន្ធុមានកម្មជាផៅពួងកម្មបដិសរណាមានកម្មជាទីរលឹកតបបពិតមហារាជកុសលកម្មនិងអកុសលកម្មនេះជាមេចំណែកចែកសត្វឲ្យអាក្រក់ឲ្យល្អផ្សេងគ្នាឥតមានអ្នកឯណាមានអំណាចអាចនឹងចែកសត្វទាំងនោះបានឡើយក្រៅពីកុសលនិងអកុសលនេះដែលថាកម្មសកានោះសេចក្តីថាសត្វទាំងឡាយឯណាបានធ្វើកុសលកម្មឬអកុសលកម្មដោយកាយវាចាចិត្តរបស់ខ្លួនហើយផលនៃកុសលកម្មឬអកុសលកម្មនោះមិនដែលលះបង់ចោលម្ចាស់ដែលធ្វើនោះឡើយនឹងត្រឡប់មកតាក់តែងឲ្យកើតជានាមនឹងរូបគឺជាខ្លួនប្រាណរបស់សត្វនោះវិញមិនខានហេតុនេះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទេសនាថាកម្មសកាសត្វមានកម្មជារបស់ខ្លួនធ្វើការងារល្អជាកុសលក៏មានគេឈ្មោះពីរោះផ្សាយទៅជាកល្យាណកិត្តិស័ព្ទបើខ្លួនធ្វើការងារអាក្រក់ជាអកុសលក៏មានគេឈ្មោះមិនពីរោះផ្សាយទៅជាបាបកិត្តិស័ព្ទឯសេចក្តីល្អនិងសេចក្តីអាក្រក់នេះឥតមានអ្នកឯណាមួយនឹងនាំមកឲ្យខ្លួនឡើយគឺខ្លួនឯងឲ្យឯងនោះឯងកម្មទាយាទាប្រែមកថាសត្វទាំងឡាយត្រូវទទួលយកនៅផលនៃកុសលកម្មឬអកុសលកម្មគឺផ្លែបុណ្យឬផ្លែបាបដែលខ្លួនបានបណ្ដុះដាំទុករួចមកហើយជាពូជដើម